បាទសូមជម្រាបសួរទៅដល់បងជាកសិករដែលឆ្លាញ់ចូលចិត្តខាងចិញ្ចឹមមាន់ស្រែទាំងអស់គ្នានេះគឺជាទូមាន់សាច់របស់ខ្ញុំបងប្អូនណាជាធម្មតាខ្ញុំដាក់មកវគ្គ50ទៅ100បាទគឺយើងដើម្បីកុំអោយអត់មាន់សាច់យើងដើម្បីរកចំណូលបន្ថែមដាក់វិលជុំការចិញ្ចឹមមាន់សាច់នេះគឺយើងមានតា3បន្ទប់យើងអាចដាក់វិលជុំបានបងប្អូនណាមួយបន្ទប់យើងដាក់50ឬមួយបន្ទប់យើងដាក់100ឬក៏50អញ្ចឹងយើងលក់វិលជុំបានបាទព្រោះយើងចិញ្ចឹមមិនអាចរកចំណូលតែមួយផ្នែកទេយើងលក់កូនផងបាទយើងលក់មាន់សាច់ផងយើងលក់មេបាពូផងគឺខ្ញុំដាក់វិលជុំបែបហ្នឹងបងប្អូនបើយើងចង់បានចំណូលពីវាចូលមកទៀងទាត់យើងចិញ្ចឹមលក្ខណៈវិលជុំជឿជាក់ថាបាទគឺយើងបានចំណូលមកវិលជុំបាទហើយការចិញ្ចឹមនឹងផងដែរគឺយើងអត់មានអីស្មុគស្មាញទេបងប្អូនបាទអ្វីដែលយើងធ្វើកន្លងមកមិនថាបងប្អូនចិញ្ចឹមឲ្យស៊ីចំណីសុទ្ធចំណីផ្សំឬក៏ចំណីអីទេអាស្រ័យលើពុកម៉ែបងប្អូនខាងអ្វីដែលយើងចង់បានគឺលទ្ធផលដូចមុនខ្ញុំនេះអានេះអាយុបានទក់2ខែចឹងបងប្អូនមានអាខ្លះជិត1គីឡូខ្លះដូចនោះធំជាងគេនោះមកលក់បាន1គីឡូអញ្ចឹងការចិញ្ចឹមរបស់យើងវាគប់ផ្សំទៅលើបច្ចេកទេសទាក់ទងនឹងបរិមាណទ្រុងក្នុង1ម៉ែត្រការ៉េយើងដាក់ប្រមាណហើយចំណីសម្រាប់ឲ្យវាស៊ីដែលមានប្រូតេអ៊ីនគ្រប់គ្រាន់សម្រាប់ការចិញ្ចឹមបាទសារធាតុចិញ្ចឹមរបស់វាដែលវាត្រូវការអញ្ចឹងទើបការចិញ្ចឹមរបស់យើងរលូនល្អបងប្អូនអញ្ចឹងដូចកន្លែងខ្ញុំចិញ្ចឹមបងប្អូនឃើញស្តង់ដារ1ម៉ែត្រការ៉េយើងអាចដាក់5ទៅ8ក្បាលសម្រាប់មាន់រហូតដល់លក់បាទយើងអាចដាក់លើនឹងបានបងប្អូនប៉ុន្តែបើសិនជាករណីដែលយើងខ្វះជំនាញឬបច្ចេកទេសទៅលើការថែទាំវាអាចប្រឈមនឹងបញ្ហាចិត្តគ្នាមុនណាព្រោះមាន់ស្រែយើងគឺជាពូជដែលវាលពឹសវាចូលចិត្តកាយចូលចិត្តចិត្តនេះចិត្តនោះប៉ុន្តែនៅពេលដែលយើងដឹងពីតម្រូវការរបស់វាទាក់ទងពិសេសគឺចំណីនឹងតំបន់ពេលយើងផ្សំចំណីធ្វើម៉េចឲ្យវាត្រូវទៅតាមសារធាតុដែលវាត្រូវការអត់មានបញ្ហាចិត្តគ្នាបងប្អូនខ្ញុំមើលមាន់ខ្ញុំមិនថាមីបាពូជឬក៏មាន់សាច់ឬអីបងប្អូនមើលវាអត់លពឹសទេស៊ីឆ្អិនវាដេកតែឃ្លានមកស៊ីទៀតមួយគេឡើងស៊ីចង់បាច់ឯមួយប៉ងប៉ងពេលដែលយើងផ្សំចំណីត្រូវទី1មុនយើងជប់ធំធាត់លឿនទី2មុនយើងអត់ចាក់គ្នាទេទី3ជើងវាគឺសត្វតាលំមៀកបងប្អូននេះអានេះគឺស្គួយក្រងចម្រុះពណ៌បាទអញ្ចឹងយើងអញ្ចឹងគឺអត់មានអីពិបាកខែទេបងប្អូននៅពេលដែលយើងយល់ដឹងពីតម្រូវការរបស់វាទាក់ទងអីយ៉ាឡាកម្មវិធីថ្នាំវ៉ាក់សាំងអីយើងមិនថាយើងធ្វើទៅតាមអាយុកាលរបស់វាឲ្យត្រឹមត្រូវមកនោះការចិញ្ចឹមរបស់យើងគឺបានរលូនល្អ3ខែគឺ3ខែ5ថ្ងៃមកខ្ញុំទៅគឺលក់បញ្ចេញបានឈ្មោះឈានដល់1គីឡូកន្លះមេ1គីឡូ2 1គីឡូ3ដែរឬខ្លះ1គីឡូណាយ៉ាងទៀបក៏1គីឡូដែរអត់មានដល់4ខែខ្ញុំចិញ្ចឹមពូជរបស់ខ្ញុំគឺខ្ញុំចិញ្ចឹមតែ3ខែ5ថ្ងៃបាទបញ្ចេញបានណាហើយរោមគឺចិត្ត3ខែគឺរោមចិត្តអាខ្លះវាមួយអាយុទៅ2ខែចឹងបងប្អូនមើលរោមដល់មួយចិត្តលឿនខ្លះ3ខែចិត្តដែរបាទអញ្ចឹងវាអាចបញ្ចេញបានអញ្ចឹងដូច្នេះខ្ញុំនៅតែលើកទឹកចិត្តឲ្យពុកម៉ែបងប្អូនយើងបាទឆ្លៀតពេលទំនេរបងប្អូនណាកុំទុកពេលទំនេរចូលបងប្អូនមានតែដីតែទំនេរនៅក្រោយផ្ទះធ្វើតែ2 3បន្ទប់ឬ4បន្ទប់បងប្អូនអាចចិញ្ចឹមលក់វាជុំបានមាន់សាច់បងប្អូនណាលក់មាន់សាច់វាជុំបានចំណូលវាអាចថាជាបន្ទប់បន្សំបន្ទប់ពីការងាររបស់យើងវារួមផ្សំដែរបងប្អូនបាទយើងលក់តែ3 4មាន់បាន 100000 បាទឃើញអត់ចាំបើយើងចិញ្ចឹមដាក់50 100 វិលជុំទៅយើងមិនបានលុយទៅតាមនឹងបាទហ្នឹងយ៉ាងណាមិញអរគុណច្រើនបងប្អូនណាសម្រាប់ការចូលចិត្តហើយខ្ញុំនៅតែបន្តខិតខំប្រឹងប្រែងផលិតទាំងកូនទាំងមេបាពូជក៏ដូចជាមាន់សាច់ដើម្បីផ្គត់ផ្គង់ទៅលើទីផ្សារក្នុងស្រុករបស់យើងហើយយ៉ាងណាមិញជូនពរបងប្អូនយើងជោគជ័យទាំងអស់គ្នាទៅលើការចិញ្ចឹមមាន់ខែបាទអរគុណ